អ្នកខ្លះខ្ចីលុយគេកិច្ចវេះអត់ព្រមសងស្លាប់ព្រុសទៅត្រូវតែកើតមកវិញមកសងលុយគេអ្នកខ្លះលួចលុយរបស់គេរត់ហើយអត់តាន់សងគេត្រូវតែកើតមកវិញដើម្បីសងបំណុលគេយ៉ាងហោចធ្វើខ្ញុំពង្រើគេតល្អមកជាតិលួចគេនឹងដែរអ្នកខ្លះវាយគេរត់កិច្ចវេះត្រូវតែកើតមកវិញឲ្យគេវាយវិញព្រោះជាពាក់មកសងគេអ្នកខ្លះជេរដាក់ទំនាយផ្ដាសាបតិចថាឲ្យគេហើយដល់គេមិនទទួលត្រូវតែកើតមកវិញដើម្បីទទួលអាពាក្យជេរនឹងវិញហើយត្រូវតែកើតមកឲ្យគេស្ដីថាវិញអ្នកខ្លះធ្លាប់មើលងាយគេត្រូវតែកើតមកតកូលថោកទៀតឲ្យគេមើលងាយវិញរីឯអ្នកខាងល្អអ្នកខ្លះលួចធ្វើបន់ប្រាថ្នាឲ្យកើតមកមានរូបស្អាតដាច់គេមនុស្សនឹងក៏ត្រូវតែកើតមកវិញដើម្បីមានរូបស្អាតដូចនាងឧមាតន្តីស្រីដែលមានរូបស្អាតធ្វើឲ្យប្រុសនឹងវិញអ្នកខ្លះប្រាថ្នាឲ្យកើតមកឲ្យទាន់ព្រះបានជាពុទ្ធបថាដូចជាវិសាខាក៏ត្រូវតែកើតមកវិញទាន់ព្រះដូចវិសាខាអញ្ចឹងដែរអ្នកខ្លះធ្វើបន់ប្រាថ្នាឲ្យកើតជាអាយឧត្តមជាលោកជំទាវនៅនេះឯងក៏ត្រូវតែកើតទៀតដែរព្រោះជាប់អប្រាថ្នានោះឯងវាអត់ងាយទៅនិព្វានរួចទេមនុស្សយើងទៅនៅប្រាថ្នាអញ្ចឹងវានៅជាប់អញ្ចឹងឯងដោយធនកសិទ្ធិជូតកសិទ្ធិប្រាថ្នាឲ្យកើតមកមានទ្រព្យសម្បត្តិច្រើនចោលលួចមិនបានហើយមែនគាត់ធ្វើបន់ទៅកើតមកមានទ្រព្យសម្បត្តិច្រើនចោលលួចមិនបានរបស់គាត់មែនហាដូចជាប្របាទចាំនៅបញ្ជូតប្រាថ្នាឲ្យកើតមកមានកម្លាំងខ្លាំងមានយានជំនិះសិតអាលឿនហើយបានដូចចិត្តមែនមានអាទេសមានរត់សម័យនោះសិតអាលឿនរបស់លោកដែរហើយដល់ទៅពេលកម្លាំងក៏ខ្លាំងអញ្ចឹងខាងល្អក៏មានខាងអាក្រក់ក៏មានព្រោះបឋមជនយើងខ្លាំងជាងគេជាប់ការប្រាថ្នានឹងឯងវានៅគឺកើតទៀតប៉ុន្តែតើសត្វដែលកើតនោះកើតនៅឯណាដែលស្លាប់ទៅហើយនោះនៅក្នុងលំហមេឃដ៏ធំនេះបើយើងគិតតាមកពីសាសនាមានកន្លែងសត្វកើតទាំងអស់31កន្លែងអ្នកខ្លះកើតជាមនុស្សដឹងសិលធម៌ជាមនុស្សចេះគោរពចាស់ទុំមនុស្សនេះស្លាប់ទៅកើតជាមនុស្សវិញអ្នកខ្លះកើតជាមនុស្សហើយមិនដឹងគុណម៉ែមិនដឹងគុណឪប្រៀបដូចសត្វដេរិឆានឥឡូវនឹងជាមនុស្សដល់តែស្លាប់ទៅវិលកំណើតទៅកើតដេរិឆានវិញអ្នកខ្លះកើតជាមនុស្សហើយអត់មានសតិជាមនុស្សទេគឺមានសតិដូចប្រែតដើរទៅលួចគេដើរទៅបិចដើរទៅបោកយករបស់គេកាពះប្រពន្ធឡោកដូងរស់ស៊ីចិញ្ចឹមមិនរស់ដើរទៅលួចរបស់គេម្ល៉េះហើយដាំពួយខ្វះក៏ស្លាប់ទៅកើតក្នុងកំណើតប្រែតអ្នកខ្លះទៀតកើតជាមនុស្សហើយប្រទះដៃប្រទះជើងវាយកាប់ចាក់អត់បណៃអត់មានមេត្តានឹងខ្លួនក្តៅក្រហាយរហូតក៏ស្លាប់ទៅកើតក្នុងកំណើតនរកអ្នកខ្លះត្រេកអរទាំងគេធ្វើបាបឲ្យតែគេធ្វើបាបត្រេកអរទោះបីខ្លួនមិនទៅធ្វើក៏ដោយក៏ស្លាប់ទៅកើតជាសត្វអសុរកាយដូច្នេះយើងឃើញថាមនុស្សមួយអបាយភូមិមាន4គឺនរកប្រែតដេរិឆានអសុរកាយ5កន្លែងអ្នកខ្លះទៀតកើតជាមនុស្សជាតិនេះប៉ុន្តែមានចិត្តដូចទេវតាមានសិលមានសទ្ធាចេះធ្វើបន់សន្តានរសាសិល5ចាំសិល8ចេះចែកទានគ្រប់ចាស់ទុំមនុស្សនេះដូចទេវតាអញ្ចឹងស្លាប់ទៅរមែងកើតក្នុងឋានទេវតាទាំង6ជាន់មានចាតុមតាវតੰយាមៀកដោះសិតនឹមមានរតីបរៈនិមិតវសវត្ថីឋាន6កន្លែងសម្រាប់ទទួលមនុស្សបែបនេះអ្នកខ្លះធុញថប់នឹងការចង់មានចង់បានកាច់កង់ផ្ចាញ់ផ្ចាល់គ្នាចំណែននឹងទីគ្នានេះគ្នាចង់ស្ងប់ស្ងាត់ទៅសមាធិរំដោះទុក្ខលែងចង់មានចង់បានលែងចង់ចាញ់ឈ្នះគ្នាសុំតែសុខសុំតែស្ងប់នៅនេះឯងទៅចម្រើនធម៌ស្លាប់ទៅកើតក្នុងរូបព្រំ16ជាន់មានព្រំបរិស័ទជាប្រោហេតាមហាព្រមាប្រតតាភិអបមានាភិអភសារាប្រតសភិអបមានសភិសភៈកណ្ហាវេហបលាសញ្ញសតាអតបាតស្ទះសាស្ទះស័យអកនិដ្ឋកាដូចនេះជាដើមអ្នកខ្លះទៀតធុញថប់នឹងរូបរាងកាយកើតមានរូបគឺមានរូបគឺមានរោគមានទុក្ខសពយ៉ាងទាំងអស់ដោយសារតែមានរូបហ្នឹងគាត់នឿយណាយធុញថប់នឹងរូបកាយទៅចម្រើនធម៌លះបង់រូបចោលស្លាប់ទៅកើតក្នុងអរូបព្រំ4ជាន់មានអាកាសានញ្ញយតនៈអកញ្ញយតនៈវិញ្ញាណយតនៈនេវសញ្ញានីសញ្ញាយតនៈដូចនេះចឹងរាប់សរុបមកវិញសត្វស្លាប់ទៅកើតក្នុងព្រំអត់រូបមាន4ព្រំមានរូប16យើងឃើញថា20ឋានទេវតា6ជាន់ទៀតមនុស្ស1ជាន់អបាយភូមិ4ទៀតសរុបទៅ31កន្លែងនឹងដែលសត្វត្រូវទៅកើតប៉ុន្តែទៅពីមនុស្សទៅនឹងតើទៅភូមិមួយណាយើងមិនដឹងទេបើញោមញាតចង់ដឹងថាខ្លួនឯងទៅកើតឯណាញោមញាតយកសភៅ2មកសរសេរទុកជេរគេប្រមាណហើយតាំងពីកើតមកដាក់ម្ដុំសូត្រធម៌ប្រមាណដាក់ម្ដុំធ្វើបុណ្យបានប្រមាណដាក់ម្ដុំធ្វើបាបបានប្រមាណដាក់ម្ដុំហើយថ្លឹងគ្នាមើលណាច្រើនជាង
បើថាខាងបនច្រើនជាងសង្ឃឹមតែបានមនុស្សទេវតាហើយបើថាខាងបាបច្រើនជាងឃើញតែជីគេច្រើនជាងសូត្រធម៌ហើយប្រហែលជាទៅក្រោមហើយម្យ៉ាងទៀតនៅលើតសៃទាញអារម្មណ៍ទាញពេលចិត្តស្លាប់ណាញោមណាចិត្តស្លាប់នឹកឃើញអីទៅនងអ្នកខ្លះជាប់ជាពាក់នឹងទ្រព្យសម្បត្តិក៏ទៅវល់កើតជាពាក់ជាប៉ិនជាអ្នកថែអាសាទ្រព្យអ្នកខ្លះជាប់ជាមួយផ្ទះសម្បែងជាប់ជាមួយអីទៅវាទាញកំណើតទៅកើតជាសម្ភវេសីស័កកំណើតដូចជាប្រែតអាសាទ្រព្យអីសពយ៉ាងទៅក៏មានអ្នកខ្លះក៏កើតកន្លែងល្អអញ្ចឹងវាអត់ទៀងបានជាមានលទ្ធិមួយរបស់ខ្មែរយើងគេហៅថាលទ្ធិរាប់អានពលឹងដូនតាអ្នកសិក្សាស្រាវជ្រាវថាវប្បធម៌អូស្ត្រូអាស៊ីឬហៅថាវប្បធម៌អូស្ត្រូអាស៊ីតិចជំនឿជនជាតិអាស៊ីភាគខាងត្បូងមានខ្មែរមានចិនមានវៀតណាមជាដើមយើងជឿរាប់អានពលឹងដូនតាហើយក៏មានពិធីសំណែនសែនព្រេនរាប់អានពលឹងដូនតាតាំងពីមុនសាសនាពុទ្ធចូលស្រុកម្លេះគេក៏មានជំនឿរៀបចំសែនព្រេនដល់ម៉ែឪដែលស្លាប់ទៅអីហ្នឹងក៏មានយើងមិនដឹងដោយសារយើងសម្គាល់ថាមានពលឹងមានកំណើតមានអមនុស្សមានទេវតាដល់ទៅពេលចឹងទៅអាជំនឿនឹងវាជឿតគ្នាមកក៏វាចេះតែមានទំនៀមទម្លាប់ដល់សាសនាពុទ្ធត្រាស់ដឹងឡើងទៅវាមានកពីខ្លះចាប់ផ្ដើមកែតម្រូវជំនឿនោះឲ្យត្រូវមកក្នុងពុទ្ធសាសនាវិញទៀមទាអូសទាញមនុស្សដែលធ្វើខុសឲ្យត្រូវវិញឥឡូវអាត្មាលើកឡើងនៅក្នុងកពីសាសនាបានមានជំនឿមួយដូចយើងធ្លាប់ជឿថាទីណាក៏មានម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សាជំនឿរាប់អានពលឹងដូនតាថាមានកំណើតមានអមនុស្សមានទេវតាមានប្រព្រៃទីណាក៏មានគេហ្នឹងនឹកឃើញរឿងប្រធេរៈមួយអង្គលោកនិមន្តចូលទៅក្នុងទីក្រុងអនុរាធបុរៈនៅក្នុងគម្ពីរអដ្ឋកថាលោកថាពេលលោកនិមន្តទៅឮស្នូរសំឡេងក្មេងតូចវាយំក្មេងធំវាលួងហើយអាក្មេងធំវាប្រាប់ថាលោកតានៅឯណាប្រាប់ម៉ែកណាឲ្យយកកូនយកចំណីអាហារមកឲ្យអូនហូបផងអូនវាឃ្លានណាស់លោកក៏ថាអាត្មាមើលឯងមិនឃើញទេក្មេងនោះវារត់យកមើមឈើមកដុំមកសៀតដៃលោកក្តាប់ផ្លាប់ស្រាប់តែមើលឃើញជាសឹងមិនរួចនៅលើដីនេះឲ្យប្រងព្រាតអ្នកខ្លះជាគ្រងឆ្អឹងអ្នកខ្លះជាសមោលទូលដើរចុះដើរឡើងអញ្ចឹងទៅម្លោះហើយលោកឃើញជាសឹងមិនរួចទៅដល់ឡាផ្លូវកែងមួយមានសត្វវាឆ្លងទលេទម្លាក់កទម្លាក់អដេញសុកនៅហ្នឹងក៏ស្រាប់តែសត្វប្រែតទំនងវាទៅដើមគ្នាស៊ីអសុកនឹងទៅលោកក៏ស្រែកថាណែវើយអាណាមានកូនណាកូននៅខាងនោះវាយំខ្លាំងណាស់ណាបងថាឲ្យម៉ែយកអីទៅឲ្យវាហូបផងអូនវាឃ្លានស្រាប់តែពួកនោះងាកមកឲ្យស្រថាចុះលោកតាមិនបានមើលគេឃើញនេះវាឲ្យមើមស្អីនេះមកពួកក្មេងណែពួកអ្នកប្រែតទំនោះរត់មកដល់ក៏ឆក់យកពីដៃលោកទៅស្រាប់តែលោកមើលលែងឃើញវិញក្នុងគម្ពីរនេះនិទាននៅឃើញថានៅលើដីនេះក្រៅពីមនុស្សនៅមានកំណើតដតីពលឹងដតីនៅមានច្រើនដែលធ្វើឲ្យមនុស្សចាប់ដើមមិនលះបង់ជំនឿនេះចោលទេហើយក៏យល់ថាតើកំណើតទាំងនោះជាណាគឺជាអ្នកដែលស្លាប់ពីមនុស្សនេះទៅឯងញោមហើយនៅក្នុងគម្ពីរវិន័យក៏ដូចជាបត្រៃបីដកយើងបាននិទានពីព្រះមហាមោគលានហើយនឹងព្រះលក្ខណៈថែចុះពីភ្នំកិច្ចកោฏដល់ឲ្យធ្វើដំណើរចុះមកស្រាប់តែព្រះលក្ខណៈថែសម្លឹងឃើញកំណើតស្អីទៅច្រើនណាស់ហោះឡើងប្រងព្រាតអ្នកខ្លះត្រូវភ្លើងឆេះអ្នកខ្លះត្រូវសត្វល្អិតតិចខំរត់ហើរប្រងព្រាតរបៀបដូចសបាំងភ្នែកបន្តិចដូចខ្មោចលងបន្តិចដូចជាឃើញស្អីច្រើនម្លេះក៏សួរទៅព្រះមហាមោគលានថាព្រះមហាមោគលានតើនោះជាស្អីគេមោគលានថាអូលោកមើលឃើញបើអញ្ចឹងលោកកំអាលសួរចាំទៅដល់ព្រះចាំសួរពេលអ្នកទាំងពីរចូលទៅគាល់ពុទ្ធការដ៏សមគួរស្ដាប់ពធរួចហើយព្រះលក្ខណៈថែចប់កិច្ចកម្មវិធីទៅក៏លោកក៏រំលឹករឿងហ្នឹងថាព្រះមហាមោគលានកាលយើងចុះពីភ្នំកិច្ចកោฏមកយើងបានឃើញកំណើតស្អីប្រងព្រាតពេញនៅចង្កេះភ្នំហ្នឹងនោះអាហ្នឹងជាស្អីទៅបានប្រពុតទ្រង់ឮពាក្យសំណួរនោះព្រះអង្គក៏បានឆ្លើយប្រាប់ទៅភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយអ្នកបានឃើញហើយតថាគតឃើញកំណើតនឹងតាំងពីថ្ងៃត្រាស់ដឹងដំបូងម្លេះប៉ុន្តែតថាគតមិនទាន់សម្ដែងពីព្រោះតថាគតឃើញតែមួយអង្គឯងអត់ទាន់មាននរណាដឹងបើតថាគតសម្ដែងទៅក៏គេមិនជឿដែរអត់សាកសីតថាគតរងចាំឲ្យអ្នកសាកសីដឹងឮទាំងអស់ឲ្យសាវកដឹងឥឡូវបើសាវកដឹងឮហើយតថាគតនឹងសម្ដែងប្រាប់
nè tầng lai nô háo đàn kề hai thà pride ní miền này thà nè để slap pi mà nô tới từ cao cầm nát mùi tiết kề hai thà pe tạ bộc côn phê sa bà lấy thà pe tạ sang giật rắc thà pride mình toàn lọ mình toàn là cọ tê hai trăm tê mà nô slap từ hơi chia cầm nát cao hai thà bộ phù tạ cứ để cao miền cao hơi cầm nát nông nơi trăm năng nâng hai thà pride ta pe tạ bộc côn bóng còn lược ở trong mua trong phum tiết tha bị khổ tầng lai muối đang đại băng từ khẳng này miền phượng chạy hơi miền sạt là đang tịch ham bị còi nâng bị chết muốn quạt cứ ta nô mua nè nâng sọc nô quạt nơi ruộng quạt thôi ba bạc cam che môi ở lấy chỉ bật quạt slap tới chỉ bật quạt bàn tư trong bản năng ạ nâng khăn bản năng nói thế hơi chấm này môi đẹp phượng chạy tới nè từ khang tư này nè cái bông tại miền phượng chạy phong sạt là đang khăm đại băng tham cho tới nâng quạt nâng chỉ dây nô nâng sọc nô mua dây đi hãy con phương ba bậc cam che hà lời slap tới ở toàn ban mọc cao chỉ một mọc cao chỉ tê và đá thế cầm nát con nền tư trăm bản năng thế và ông sầm đai to là hơi cướp từng mua tiền nhôm ở cha ban mà lúc chỉ non nông bị squall mà lúc nâng slap tăng vì nâng rùa đào ta lấy khơi cầm nát để slap tới nâng nền tư trăm bản năng ban chặt đàm flus vàng thọ miền cầm nát prai nâng lục ní prai ní còn chạy tamประเภท tiền nẹt khla ai từ tuônพอ là từ ban nẹt khla đào hạt đào lực đào sâu là bọc cái bọc bong chào bán nè khắc cái sai print của dòm bán cái đặc chào của dòm bán to để thưa bon tam để dẹp và sóng bán từ tuôn bán ban là dương ngọn toàn chết là việc nâng ngọn toàn đăng chết từ riêng sầm nai sai pi cao tới nè khắc của dòm bán nè khắc của ọt pi ngày mùi cao lời già mát đai chỉ mát rồi bọc vào bát bông bị xa lực toát màu pi chập băng nè sợi trâu màu tam sợi pứ đòi mọt của bông sắp từ miền prẹt môi ngược đào khung tực màu đầm mỏng bên tam rương nắng prẹt nắng thọp ngược màu nhói đòn na pan tay mình nung khơi trên từ rốt dương từ ti